official trailer តាក់ទងទៅនឹងរឿង Supergirl របស់ DCU តែថ្មីហើយខ្ញុំគិតថារឿងនេះគឺរៀងកំសត់មែនតើដោយសារតែអត់សូវជាមានអ្នកចាប់អារម្មណ៍ច្រើនប៉ុន្តែវាពិបាកថាដែរដោយសារតួអង្គហ្នឹងវាមិនមែនជាតួអង្គដែលថាធំវាមិនមែនជាតួអង្គដែលគួរចាប់អារម្មណ៍ខ្លាំងដូចជាតួអង្គ Batman Spider-Man Superman ហ្នឹងតែ personally ខ្ញុំគិតថារឿងនេះគឺជារឿងមួយដែលតំណងមើលដោយសារតែ visual ស្អាត CGI ស្អាតប្លង់ថតស្អាតសំខាន់តួឯករបៀបថាអ្នកដែលសម្ដែងតួឯកយើង2នាក់សិតតែស្អីតែខ្ញុំគិតថានីរីគួរតែយើងនិយាយថានិយាយពីរឿងនេះបានច្រើនតិចរឿងនេះគឺយើងនិយាយបានថាជា Guardian of the Galaxy version របស់ DC បងដោយសារតែ vibe ទាំងអីមក trailer ទី1ទី2មកគឺស្តៀងគ្នាខ្លាំងមែនតើយើងមានតួអង្គសត្វយើងមានការដែលថារឿងហ្នឹងវា take place លើលំហអាកាសយើងមានតួអង្គយើងស្ដាប់ចម្រៀងដូចគ្នាបងហើយយើងកុំច្រឡំមករឿងហ្នឹងគឺអត់មានតាក់ទងទៅនឹងវាថា James Gunn ដោយសារតែគាត់អត់មានទៅអ្នកអ្នកសរសេរទេគឺ director អ្នកសរសេរគឺផ្សេងហ្មងគ្រាន់តែថាវារៀង suspicious ហើយខ្ញុំគឺរងចាំមើលហ្នឹងប៉ុន្តែបើសិនជាឲ្យខ្ញុំរំពឹងខ្ពស់គឺខ្ញុំអត់គិតថាវាកំពុងខ្ពស់ទេព្រោះតែខ្ញុំគិតថារឿងហ្នឹងគឺវាអាចនឹងមានសាច់រឿងមួយក៏មាន plot រឿងដែលយើងធ្លាប់បានឃើញនៅក្នុងរឿងផ្សេងមកអញ្ចឹងណាវាអត់មានអីដែលថ្មីខ្លាំងទេអញ្ចឹងទៅវាអត់បែបថាពុះកញ្ជ្រោខ្លាំងណាហើយឥឡូវគឺយើងនឹងមកធ្វើការ breakdown ស្រាលតាក់ទងទៅនឹង trailer មួយហ្នឹងក្បាលមកគឺយើងបានឃើញជាមួយនឹងការវត្តត្រឡប់វិញជាមួយនឹងតួអង្គ David Cole Superman ដែលតួអង្គនេះគឺយើងបានឃើញពីរឿងមុន Superman ហើយរឿងដែលកម្រងចេញបន្ទាប់នៅឆ្នាំក្រោយហ្នឹងគឺ Man of Tomorrow ដែលជា sequel ហ្នឹងឥឡូវយើងបានឃើញគាត់នៅក្នុង Supergirl នេះមកសិនដែលគាត់ហ្នឹងបើសិនអ្នកដឹងទេគឺជាបងប្អូនរបស់Supergirl ឬមួយក៏ Kara Zor-El ซึ่งយើងប្រៀបធៀបតួអង្គពីរហ្នឹងយើងឃើញថា Superman គឺជាតួអង្គមួយដែលចាស់ទុំតួអង្គមួយដែលមានវិន័យ discipline ជាងតួអង្គ Kara ដែលយើងមកឃើញក្នុង trailer គឺបែកងាងខ្លាំងមែនតើហ្មងបែកបានគ្នាជាមួយនឹងអា Crypto ទៀតនិយាយពីថាមកយានអវកាសហ្នឹងគឺញ៉ៃសម្រាប់វិញទៅគឺតួអង្គហ្នឹងជាតួអង្គមួយដែល fucked up តួអង្គដែល messed up ខ្លាំងមែនតើហ្មង trailer ហ្នឹងគឺយើងបានឃើញអំពី scene មួយក៏ footage មួយចំនួនតាក់ទងទៅនឹង Krypton មុនពេលឬមួយក៏ក្រោយពេលដែលត្រូវបានdistraction នៃភពនឹងមកដល់ភពនឹងត្រូវបានផ្ទុះវលាយអញ្ចឹងទៅក្នុងប្លង់ទាំងអស់ហ្នឹងគឺយើងបានឃើញជាមួយនឹងឪពុកម្ដាយរបស់ Kara ដែលយើងមាន Zor-El ហើយម្ដាយរបស់ Kara គឺ Allura ហើយក៏យើងបានឃើញនៅកូនឆ្កែ Poppy អា Crypto នៅពេលវាទូចយើងអាចសន្មត់បានថាហេតុអីបានជាតួអង្គ Crypto ហ្នឹងគឺវាមានវាថាតំណងដែលស្និទ្ធរមួតជាមួយនឹង Kara មានតម្លៃសម្រាប់ Kara យ៉ាងម៉េចអញ្ចឹងណាដោយសារតែតួអង្គហ្នឹងគឺវា grow up ជាមួយនឹង Kara មួយក៏ Supergirl យើងតាំងពីក្មេងមកអញ្ចឹងទៅក្នុង scene មួយគឺយើងបានឃើញនៅពិភព Krypton កំពុងតែបាក់ស្រុតរលំរលាយប៉ុន្តែយើងបានឃើញមានទីក្រុងទូចមួយគឺ Argo City ត្រូវបានបាញ់គ្របសៀនមួយដើម្បីការពារខ្លួនមកបែកពិភពនឹងអញ្ចឹងណាទៀតយើងបានឃើញ Kara ត្រូវបាន Zor-El ជាឪពុកនឹងបញ្ជូនចេញពិភពមួយនឹងដើម្បីភៀសខ្លួនឬមួយក៏រត់ចេញពីវាថាភាពអលុំរលាយនៃភពទាំងអស់នឹងអញ្ចឹងណាចឹងហើយរឿងនឹងវាអាចនឹង emotional ខ្លាំងគួរសមដែរក្នុង trailer ហ្នឹងគឺយើងបានឃើញអំពីតួអង្គចិត្តរបស់យើងដូចគ្នាគឺតួអង្គ Graham of the Yellow Herd ដែលជាតួអង្គជនពីលនៃ space ដែលសម្រាប់គេសម្រាប់ឯងជាគិតកោអញ្ចឹងណាហើយតួអង្គហ្នឹងគឺយើងបានឃើញថាវាមានភាពខុសគ្នាពីក្នុង storyline របស់ comic book រឿង Man of Tomorrow អញ្ចឹងណាវាក៏បានបង្កើតជាចំណងមួយត្រង់ថាតួអង្គអ្នកសម្ដែង Graham ហ្នឹងគឺមុខដូចគ្នាជាមួយនឹងតួអង្គក្នុងសភៅហ្មងប៉ុន្តែគេសុខចិត្តកែតួអង្គហ្នឹងឲ្យវាមើលទៅអាក្រក់ជាងមុនខុសគ្នាដាច់ពីសភៅក្នុងសភៅតួអង្គ Krem ហ្នឹងគឺជាតួអង្គឃាតករធម្មតាមួយដែលប្រើព្រួញបាញ់ហើយនឹងជាពិសេសគឺមានអាម៉ូទ្រូកឡូបដែលជាកូនបាល់ដើម្បីមានធម៌ពលបញ្ជូនអ្នកណាទៅកន្លែងណាមួយអញ្ចឹងប៉ុន្តែនៅក្នុងរឿងនេះគឺយើងអត់ដឹងថាវាអាចនឹងមានរឿងទាំងអស់ទេគ្រាន់តែថាគឺគេអាប់ដេតជាងមុនគឺតួអង្គហ្នឹងអត់ប្រើព្រួញទេប្រើកំភ្លើងអញ្ចឹងណាបែក Krem របស់ Yellow Herd ហ្នឹងបានបាញ់ Crypto មកគ្រាប់តែធ្វើឲ្យអា Crypto ហ្នឹងគឺវាត្រូវការថ្វាយរត់ថ្នាំមកពីអា Krem នឹងវិញអញ្ចឹងទៅដែលធ្វើឲ្យពេលហ្នឹងគឺ Supergirl ត្រូវតែរួមដំណើរជាមួយនឹងតួអង្គស្រីយើងម្នាក់ទៀតដើម្បីទៅស្វែងរកនៅថ្នាំព្យាបាលមកពីអាតួអង្គចិត្តកកហ្នឹងអំឡុងពេលហ្នឹងគឺយើងបានឃើញនៅតួអង្គកូនស្រីមួយដែលមានឈ្មោះថា Rosie ដែលតួអង្គហ្នឹងគឺជាតួអង្គដែលនឹងរួមដំណើរជាមួយនឹង Supergirl របស់យើងនៅក្នុងអាពិភព Space Adventure ហ្នឹងហើយតួអង្គហ្នឹងគោលម្ដងគឺសងសឹកឪពុករបស់ខ្លួនដែលត្រូវបានសម្លាប់ដោយតួអង្គចិត្តកករបស់យើងគឺ Krem នឹងឯងហ្នឹងគឺយើងបានឃើញនៅ debut របស់តួអង្គ Lobo ដែលជា Space Bounty Hunter ជាតួអង្គដែលតាមប្រមាញ់គេដើម្បីដូរយកជារង្វាន់ដូរយកជាអីដែលខ្ញុំសូមដាក់ឈ្មោះថាជា Steel របស់អវកាសដោយសារតែតួអង្គនោះគឺវាបែកស្លុយវា
បែកញ៉ាំងទៅតួអង្គគឺបែកហ្មងក៏ប៉ុន្តែយើងអាចមើលម្លងថាតួអង្គនោះគឺជាតួអង្គមួយដែលខ្លាំងគឺជាតួអង្គមួយដែលតាន់បែបថាមិនមែនចេះតែវាយឈ្នះស្រួលៗទេហើយតួអង្គហ្នឹងគឺតែងតែមកជាមួយនឹងអាម៉ូតូគេហៅថា Space Hawk គេហ្នឹងវាតួអង្គនេះស្ទៀវមកកប់ហ្មងហើយបើសិនជាអ្នកនេះបានមកគឺហ្នឹងហើយអ្នកសម្ដែងតួអង្គហ្នឹងគឺជាអតីតអ្នកសម្ដែងតួអង្គ Aquaman នៅក្នុងរឿង DCEU ចាស់ប៉ុន្តែលើកនេះគឺមាន relationship មួយគាត់តំណងជាមួយនឹងរឿងថ្មីទេមកថ្មីស្រឡាញ់ជាមួយនឹងតួអង្គ Lobo នេះបងហើយតួអង្គហ្នឹងក៏គាត់បែបថាស្រឡាញ់ចង់ដើរតួយូរហើយឥឡូវនេះគឺវាជាក្តីសម័យរាជការពិតដែរអញ្ចឹងណាហើយប្លង់មួយដែលខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹង trailer មួយនឹងខាងនេះគេគឺនៅពេលដែល Supergirl យើងត្រូវបាន poison របៀបថាមើលកមើលអីទៅរៀងត្រូវបានបំពុលដែលនៅក្នុង storyline របស់ comic book គឺយើងបានឃើញថា Supergirl យើងត្រូវបានពាក់ក្រែមហ្នឹងមកទៅ globe ហ្នឹងបញ្ជូនទៅពិភពមួយគឺភពហ្នឹងវាមានព្រះអាទិត្យពណ៌បៃតងដែលព្រះអាទិត្យពណ៌បៃតងហ្នឹងវាដូចជា kryptonite មួយធ្វើឲ្យ Supergirl យើងរៀងទន់ខ្សោយអញ្ចឹងណាហើយ Supergirl យើងដើម្បីចេញពិភពហ្នឹងបានគឺទ្រាំតែទ្រាំរហូតដល់ព្រះអាទិត្យហ្នឹងលិចចឹងទៅគឺជាឈុតមួយដែលខ្ញុំស្រឡាញ់ហើយខ្ញុំពិតនិយាយរំពឹងថាអានឹងវាដូចខ្ញុំនិយាយមែនដោយសារតែខ្ញុំចង់ឃើញថាពេលហ្នឹងគឺទៅពេលដែលទៅមើលលើ big screen វាប្រាក់តែពណ៌បៃតងហ្នឹងគឺវាលយមិនអញ្ចឹងនិយាយទៅគឺតំណងមែនតើប្លង់មួយទៀតដែលខ្ញុំមាននិយាយថារំពឹងចាំមើលដែរគឺតាក់ទងទៅនឹង Argo City ថាតើ origin របស់ Supergirl នៅក្នុង Argo City ហ្នឹងគឺវារៀងបើគេគិតទៅរៀងកំសត់ជាង Superman ទៀតចឹងហើយក៏ខ្ញុំរងចាំមើលដែរសម្រាប់មកវាគឺគ្រាន់តែជា soft breakdown ដើម្បីសប្បាយទាំងអស់គ្នាអញ្ចឹងណាហើយខ្ញុំពិតជាសង្ឃឹមថាមានគេចាប់អារម្មណ៍នឹងច្រើនជាងមុនដោយសារតែខ្ញុំគិតថា DC គឺជាពិភពមួយដែលមិនចាញ់ Marvel ប្រហែលនេះគ្រាន់តែថាវា fail ច្រើនពេកអត់សូវជាមានអ្នកគេខ្វាយខ្វល់ច្រើនជាពិសេសនៅពេលដែលតួអង្គគឺជាតួអង្គដែលកប៉េកប៉ុកខ្លាំងអញ្ចឹងទៅ hopefully ខ្ញុំគិតថានឹងគឺនឹង surprise អ្នកមើលហើយនឹងធ្វើឲ្យគេចង់ទៅមើលច្រើនជាងមុនអញ្ចឹងទៅខ្ញុំចង់មើលដោយសារតែវាយកមកពីសភៅចង់ថាវាខុសគ្នាមិនពីសភៅអញ្ចឹងណាហើយអ្នកខ្លះអាចចង់ទៅមើលដោយសារតែ main lead របស់យើងជាស្រីជាពិសេសគឺគ្នាយើងដែលជាកញ្ញាបែរជាចាប់អារម្មណ៍ត្រង់ហ្នឹងបបាក់ទៀតគឺជាអ្នកដែលមកពី House of the Dragon អ្នកដែលចូលចិត្ត Rhaenyra Targaryen Emilia Clarke អីហ្នឹងគឺ probably you're into it ខ្ញុំសង្ឃឹមថាមានមួយប៉ាក់ទៀតដែលចាប់អារម្មណ៍រឿងហ្នឹងអ្នកដែលជា fan superhero អញ្ចឹងណាគួរតែសាកល្បងរឿង DC នេះគូវាតំណងដែរហើយរឿងហ្នឹងក៏វាជា continuation ក្នុង DCU ចក្រវាឡថ្មីអញ្ចឹងទៅនិយាយថាយើងមើលតាមគេដែរអញ្ចឹងណាតាមមិនទាន់ពិភពហ្នឹងអញ្ចឹងទៅសរុបមកអ្នកដែលមើល trailer ហ្នឹងហើយមានចំណាប់អារម្មណ៍មិនដែរមានតែប៉ុណ្្នឹងទេសន្តិភាព